Dù xuân ở khné chụpในสายทำไมน้องติดให้ทั้งนี้ได้หิมเรียนในออกเนี้ยปีระเบียบ join domain จังนำไป join domain แบนคือดำเนินออกเนี้ยมีน server ปีจังที่មួយคือ server Windows server ដែលជា server ម៉ាស៊ីនរបស់យើងហើយជាមួយនឹង server client ចឹងដើម្បី join domain បានតម្រូវឲ្យអ្នកនរគ្នាកំណត់នៅ IP address ក៏ដូចជា subnet mask ទៅឲ្យ server ទាំងពីរហ្នឹងជាមុនសិនអាចចូលទៅកំណត់ IP address របស់ម៉ាស៊ីនបាននិងអ្នកចុចចូលពាក្យថា ethernet មកហើយយើង take ទៅលើពាក្យ Internet Protocol version 4 ចឹងអ្នកគ្នាអាច double click នៅលើវាទៅចឹងយើងអាចធ្វើការកំណត់នៅ IP address ចឹងអ្នកគ្នាចុចទៅ option ទី2ដើម្បីយើងកំណត់ IP address ចឹងសម្រាប់ IP address នេះយក 192.168.170 ចឹងកន្លែង subnet mask នេះគឺយើងដាក់ IP 55.255.255.0 ចឹងខាងក្រោម DNS គឺយើងដាក់ដូចគ្នាដែរទៅនឹង IP address ចឹងតោះមកអ្នកគ្នាចុច OK បានអ្នកគ្នាចុចខាង close បន្ទាប់មកយើងអាចចូលទៅ server manager ដើម្បីទៅមើល domain របស់យើងចឹងបន្ទាប់ពីចូលទៅ server manager អ្នកគ្នាចុចទៅកាន់ពាក្យថា tour ហើយយើងចុចទៅ active directory user and computer បន្ទាប់មក domain name local របស់យើងគឺមានឈ្មោះថា watania.local ហ្នឹងគឺជា domain name របស់ខ្ញុំបន្ទាប់មកចូលទៅកាន់ client server របស់យើងហើយយើងចូលទៅកំណត់ IP និង subnet mask ដូចទៅនឹង Windows server របស់យើងដូចគ្នាចឹងអ្នកអាចមើលតាម flow ហ្នឹងទៅយើងធ្វើដូចតែវីដេអូមុនដែរទេចឹងយើងទៅកំណត់នៅក្នុង Ethernet យើងដាក់ IP subnet mask អីឲ្យហើយទៅបន្ទាប់មកចឹងបន្ទាប់មកទៀតអ្នកគ្នាបើក command line របស់អ្នកគ្នាហើយយើងដាក់ថា IP config ចឹងក្នុងនោះវានឹងចេញ detail ពី IP របស់យើងបន្ទាប់មកអ្នកគ្នាដាក់ping ទៅ IP server របស់យើងមួយទៀតដែលអ្នកគ្នាដាក់ថា 192.168.100.10 ដើម្បីចង់ដឹងថាតើវាស្គាល់គ្នាដែរអត់ចឹងបន្ទាប់ពីយើង ping វា work ហើយអ្នកគ្នាអាចចូលទៅកាន់ svsdm.cpl ចឹងកន្លែងនេះដែរអ្នកគ្នាអាចធ្វើការ change computer name ក៏ដូចជា domain កំណត់ domain name ឲ្យវាចាអញ្ចឹងយើងអាចធ្វើការកំណត់domain name follow ទៅតាមម៉ាស៊ីនរបស់យើងដែលយើង set up ហើយមុនអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាកំណត់ domain name ក៏ដូចជាដាក់ password ឲ្យវាហើយអស់តោះមកអ្នកគ្នាចុច OK បានអញ្ចឹងវានឹងមាន message មួយលើថា welcome អញ្ចឹងបន្ទាប់មកទៀតគឺវាតម្រូវអ្នកនរគ្នាធ្វើការ restart ម៉ាស៊ីនសិនអញ្ចឹងបន្ទាប់ពី reset ហើយអ្នកគ្នារងចាំតិចសិនអញ្ចឹងពេលដែលវាដាក់អ្នកនរគ្នាអាច login ចូលម្ដងទៀតទៅកាន់ Windows server របស់យើងអញ្ចឹងពេលអ្នកនរគ្នា login ចូលបានហើយអ្នកគ្នាអាចចូលទៅកាន់ file active directory របស់យើងអ្នកគ្នាអាច refresh វាសិនបានចាអញ្ចឹងឥឡូវយើងឃើញយើងទទួលបាន file domain client របស់យើងហើយអញ្ចឹង join domain របស់យើងគឺយើងជោគជ័យហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះបាយបាយ